មេរិកបើកការវាយប្រហារទ្រង់ទ្រាយធំខណៈអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ភាពតានតឹងរវាងមហាអំណាចអាមេរិកនិងអ៊ីរ៉ង់បានឈានដល់ចំណុចរបត់ថ្មីមួយបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសបើកការវាយប្រហាររលកថ្មីទៅលើគោលដៅអ៊ីរ៉ង់ជាការសងសឹកទៅនឹងការយាយីលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ជាការឆ្លើយតបកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ IRGC បានសម្រេចបិទផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោកនេះរហូតដល់មានការជូនដំណឹងជាថ្មីព្រមទាំងព្រមានអំពីការសងសឹកយ៉ាងធ្ងន់ធ្ងរចំពោះទង្វើឈ្លានពានរបស់អាមេរិកត្រឹមតែប៉ុន្មានម៉ោងក្រោយការទម្លាក់ក្របែងពីសំណាក់អាមេរិកអ៊ីរ៉ង់បានវាយបកវិញភ្លាមៗទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសសូដានីស្របពេលជាមួយគ្នានេះប្រទេសក្នុងតំបន់រួមមានអេមីរ៉ាតអារ៉ាប់រួមកាតាគុយវេតនិងបារ៉ែនសុទ្ធតែបានស្ថិតក្នុងស្ថានភាពប្រុងជើងកាងខ្ពស់បន្ទាប់ពីទទួលរងការគំរាមកំហែងពីមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ព្រឹត្តិការណ៍ដ៏ស្រួចស្រាវនេះបានកើតឡើងបន្ទាប់ពីនាវាដឹកប្រេងពាណិជ្ជកម្មចំនួន3ត្រូវបានវាយប្រហារកាលពីដើមសប្តាហ៍ដែលបង្កឲ្យមានការវាយតបតគ្នាយ៉ាងខ្លាំងក្លាបញ្ជាការដ្ឋានកណ្ដាលអាមេរិកហៅថា CENTCOM បានបញ្ជាក់ថាខ្លួនបានបើកការវាយប្រហារជុំទី3នៅសប្តាហ៍នេះដើម្បីឆ្លើយតបនឹងការដែល IRGC វាយប្រហារយ៉ាងកម្រោលលើនាវា MV GFS Galaxy ដែលដកទង់ជាតិស៊ីបយោងតាម CENTCOM នាវាដឹកទំនិញខាងលើបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់ម៉ាស៊ីនរហូតមិនអាចបន្តដំណើរការទៅមុខបានហើយសមាជិកនាវិកស៊ីវិលម្នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនជាការឆ្លើយតបកងទ័ពអាមេរិកបានកំទេចគោលដៅយោធាអ៊ីរ៉ង់ចំនួន140កន្លែងរួមមានទីតាំងមីស៊ីលឃ្លាំងដ្រូនបណ្ដាញទំនាក់ទំនងនិងប៉ុស្តិ៍ឃ្លាំមើលតាមឆ្នេរទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេសដែលហៅថា UKMTO បានរាយការណ៍ថាស្ថានភាពនៅលើនាវាគឺធ្ងន់ធ្ងររហូតដល់នាវិកត្រូវបានបង្ខំឲ្យបោះបង់ចោលនាវាហើយភៀសខ្លួនតាមទូសង្គ្រោះក្នុងសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គម X លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិកបានព្រមមានយ៉ាងខ្លីថាអ៊ីរ៉ង់បានធ្វើការសម្រេចចិត្តយ៉ាងអាក្រក់ហើយឥឡូវនេះពួកគេត្រូវតែសងចំណែកខាងភាគីអ៊ីរ៉ង់ IRGC បានអះអាងថាអាមេរិកបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប៉មទូរគមនាគមន៍នៅឆ្នេរសមុទ្រភាគខាងត្បូងជាការសងសឹកដំណាក់កាលទី1អ៊ីរ៉ង់បានបាញ់ប្រហារលើមូលដ្ឋានទ័ពអាកាស Bryn Hassan ក្នុងប្រទេសសូដានីដោយអះអាងថាបានបំផ្លាញមជ្ឈមណ្ឌលបញ្ជាការនិងជំរុញយន្តហោះដ្រូន MQ-9 របស់អាមេរិកស្ថានភាពនៅច្រកសមុទ្រ Hormuz កាន់តែអាក្រក់នៅព្រឹកថ្ងៃអាទិត្យនេះនៅពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលគ្រូសទៅលើនាវាដែលព្យាយាមឆ្លងកាត់ផ្លូវដែលខ្លួនមានអនុញ្ញាតអ៊ីរ៉ង់បានបញ្ជាក់ថារាល់ការឈ្លានពានបន្ថែមពីអាមេរិកនឹងត្រូវជួបការឆ្លើយតបដោយភាពធ្ងន់ធ្ងរហើយមូលដ្ឋានទ័ពថ្មីៗក្នុងតំបន់នឹងក្លាយជាគោលដៅបន្ទាប់លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់បានប្រកាសយ៉ាងដាច់អហង្ការថាយុគសម័យនៃកិច្ចព្រមព្រៀងឯកតោភាគីបានបញ្ចប់ហើយការពិតកំពុងមកដល់ហើយលោកបានសង្កត់ធ្ងន់ថាផ្លូវមានសុវត្ថិភាពតែមួយគត់គឺផ្លូវដែលកាត់តាមដែនទឹករបស់អ៊ីរ៉ង់ប៉ុណ្ណោះគិតត្រឹមពេលនេះការវាយប្រហារសងសឹកគ្នាទៅវិញទៅមកបានបណ្ដាលឲ្យមនុស្ស17នាក់ស្លាប់និង115នាក់រងរបួសប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាការឆបបាញ់ត្រូវបានបញ្ចប់ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ចោទអាមេរិកថាជាអ្នករំលោភកិច្ចព្រមព្រៀងមុនទោះជាយ៉ាងណាសញ្ញានៃការចរចានៅតែមានតិចតួចដោយមន្ត្រីអាមេរិកបានទាមទារឲ្យអ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រ Hormuz ជាសាធារណៈឡើងវិញការឡើងកម្ដៅនេះកើតឡើងចំពេលដែលមានដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់លោកអាយ៉ាតូឡាស មុយតាបា ខាម៉ាណីបានឡើងកាន់តំណែងបន្តពីឪពុករបស់លោកគឺលោកអាលីខាម៉ាណីដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសកាលពីចុងខែកុម្ភៈក្នុងសេចក្តីថ្លែងការណ៍ដំបូងតាមទូរទស្សន៍រដ្ឋអាយ៉ាតូឡាស មុយតាបា ខាម៉ាណីរូបនេះបានបញ្ញាថាយើងសន្យានឹងសងសឹកឈាមមេដឹកនាំនិងទុក្ខវេទនារបស់ប្រជាជនពីឃាតករអក្រិតជនទាំងនោះការបញ្ញានេះបានធ្វើឲ្យប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់ផ្ទុះកំហឹងនិងកាន់បដាប្រឆាំងនឹងលោក Donald Trump ជាការឆ្លើយតបទៅនឹងការគំរាមកំហែងធ្វើឃាតដែលទីភ្នាក់ងារសម្ងាត់អ៊ីស្រាអែលបានរាយការណ៍លោក Donald Trump បានព្រមមានវិញថាប្រសិនបើអ៊ីរ៉ង់ហ៊ានប៉ះពាល់ដល់រូបលោកនោះសហរដ្ឋអាមេរិកកំទេចនឹងបំផ្លាញគ្រប់តំបន់នៃប្រទេសអ៊ីរ៉ង់ឲ្យក្លាយជាផេះផង់មិនខានលោកបានបញ្ជាក់ប្រាប់សារព្រមានថាលោកដឹងខ្លួនថាស្ថិតក្នុងបញ្ជីខ្មៅរបស់អ៊ីរ៉ង់យូរមកហើយប៉ុន្តែលោកមិនញញើតឡើយ